ផ្លាកសញ្ញាទី33សូមប្រុងប្រយ័ត្ននៅខាងមុខអាចមានកង់ឆ្លងកាត់និងផ្លាកសញ្ញាទី34សូមប្រុងប្រយ័ត្ននៅខាងចុងផ្លូវមានមាត់ទឹកឧទាហរណ៍ដូចជាកំពង់ចម្លងកំពង់ផែផ្លាកសញ្ញាទី35សូមប្រុងប្រយ័ត្ននៅខាងមុខអាចមានដុំថ្មធ្លាក់ឬក៏ដុំថ្មនៅលើទ្រូងផ្លូវផ្លាកសញ្ញាទី36សូមប្រុងប្រយ័ត្ននៅខាងមុខមានថ្មក្រាលលើទ្រូងផ្លូវផ្លាកសញ្ញាទី37សូមប្រុងប្រយ័ត្ននៅខាងមុខអាចរអិលជាពិសេសនៅពេលភ្លៀងនិងផ្លាកសញ្ញាទី38សូមប្រុងប្រយ័ត្ននៅខាងមុខអាចមានយន្តហោះហោះយ៉ាងទាបនៅពីលើជាញឹកញាប់ផ្លាកសញ្ញាទី39សូមប្រុងប្រយ័ត្ននៅខាងមុខមានខ្យល់បក់ខ្លាំងផ្លាកសញ្ញាទី40សូមប្រុងប្រយ័ត្ននៅខាងមុខមានភ្លើងសញ្ញាចរាចរណ៍ឬក៏ភ្លើងស្តុបផ្លាកសញ្ញានេះគឺប្រើនៅទីតាំងដែលមិនអំណោយផលដល់អ្នកបើកបរក្នុងការមើលភ្លើងស្តុបមិនបានច្បាស់ផ្លាកសញ្ញាទី41សូមប្រុងប្រយ័ត្ននៅខាងមុខមានផ្លាកសញ្ញាឈប់ផ្លាកសញ្ញានេះក៏ដូចគ្នាដែរគឺដើម្បីបញ្ជាក់ដល់អ្នកបើកបរថានៅខាងមុខគឺមានផ្លាកសញ្ញាឈប់គឺដាក់នៅទីតាំងដែលមិនអំណោយផលដល់អ្នកបើកបរក្នុងការមើលឃើញផ្លាកសញ្ញាឈប់និងផ្លាកសញ្ញាទី42សូមប្រុងប្រយ័ត្ននៅខាងមុខមានផ្លាកផ្ដល់សិទ្ធិអាទិភាពឲ្យគេហើយផ្លាកសញ្ញាទី42នេះក៏ដូចគ្នាដែរគឺដាក់នៅទីតាំងដែលមិនអំណោយផលដល់អ្នកបើកបរក្នុងការមើលឃើញផ្លាកសញ្ញាទី43សូមប្រុងប្រយ័ត្ននៅខាងមុខអាចមានសត្វពាហនៈឆ្លងកាត់និងផ្លាកសញ្ញាទី44សូមប្រុងប្រយ័ត្ននៅខាងមុខអាចមានសត្វព្រៃឆ្លងកាត់ផ្លាកសញ្ញាទី45សូមប្រុងប្រយ័ត្ននៅខាងមុខមានទ្រូងផ្លូវបែកជា2និងផ្លាកសញ្ញាទី46ចាប់ទ្រូងផ្លូវបែកជា2ផ្លាកសញ្ញាទី47សូមប្រុងប្រយ័ត្ននៅខាងមុខអាចមានកុមារឆ្លងកាត់និងផ្លាកសញ្ញាទី48សូមប្រុងប្រយ័ត្ននៅខាងមុខអាចមានអ្នកថ្មើរជើងឆ្លងកាត់និងផ្លាកសញ្ញាទី49ដែលជាផ្លាកសញ្ញាចុងក្រោយនៃផ្លាកសញ្ញាគ្រោះថ្នាក់គឺសូមប្រុងប្រយ័ត្ននៅខាងមុខអាចមានជនពិការឆ្លងកាត់ហើយទាំងអស់នេះគឺជាផ្លាកសញ្ញាគ្រោះថ្នាក់ដែលសម្រាប់ប្រាប់ដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្នឬក៏ជូនដំណឹងដល់អ្នកបើកបរឲ្យបានដឹងជាមុនហើយវាមានចំនួនសរុបទាំងអស់49ផ្លាក